ត្រាវឈូសជាតែសៃល្អិតចេះមកលាយជាមួយនឹងសណ្តែកដីលីងលើកក្រូចម្ទេសអីតិចតួចមកបងប្អូនពេលដែលញ៉ាំទៅបែបរៀងហឹរប្រៃផ្អែមហើយឈ្ងុយជាមួយនឹងលើកក្រូចខ្លាំងមែនតើយើងបានបន្ថែមជាមួយនឹងត្រាវអញ្ចឹងទៀតគឺថាញ៉ាំកាន់តែឈ្ងុយបងប្អូនបែបស្រួយហើយសណ្តែកដីយើងបំពងក្រៀមអញ្ចឹងទៅគឺថាអូឈ្ងុយល្អណាស់ចំណែកវិធីធ្វើនេះវិញមិនជាពិបាកទេគ្រឿងផ្សំខ្ញុំដាក់ត្រាវនេះគឺខ្ញុំដាក់ដល់មួយបងប្អូនខ្ញុំដាក់ប្រហែលជាពាក់កណ្ដាលនេះទេដោយសារតែសណ្តែកដីហ្នឹងខ្ញុំដាក់តែ2ខាំអញ្ចឹងកុំឲ្យមើលទៅសាច់ត្រាវហ្នឹងវាច្រើនជាងសណ្តែកដីពេកខ្ញុំឈូសយកតែពាក់កណ្ដាលទេហើយដើម្បីឲ្យសាច់ត្រាវនឹងងាយស្រួលញ៉ាំពេលដែលឆ្អិនបងប្អូនអាចចិតវាជាចំណិតស្ដើងវិញអញ្ចឹងពេលដែលយើងបំពងឆ្អិនទៅគឺងាយស្រួលញ៉ាំវាអត់មានទើសមាត់ចង្អេងអីអញ្ចឹងបងប្អូនខ្ញុំឈូសអញ្ចឹងហើយខ្ញុំទុកទៅបន្លែកសិនសណ្តែកដីនេះខ្ញុំប្រើសណ្តែកដីឆៅទេយើងយកមកលាងទឹកឲ្យវាអស់តិចទេអស់តលីដីអីទៅខ្ញុំលាងប្រហែលជា2 3ទឹកដែរហើយយើងទុកទៅបន្លែកបងប្អូនដើម្បីឲ្យវាស្រស់ទឹកបានល្អពេលដែលយើងយកទៅលីងឬក៏យកទៅចៀនជាមួយនឹងប្រេងឆាកុំឲ្យវាផ្ទុះអញ្ចឹងណាចំណែកត្រាវដែលខ្ញុំបានឈូសហើយនេះខ្ញុំលាងទឹកឲ្យស្អាតហើយយើងទុកឲ្យវាស្រស់ទឹកដែរបន្ទាប់មកខ្ញុំយកមកបំពងបែបនេះបងប្អូនយើងបំពងតែមួយផ្លែតទេគឺថាសាច់ត្រាវឆាប់ឆ្អិនមែនតើហើយត្រាវនេះមិនថាបងប្អូនឈូសអញ្ចឹងឬក៏យើងចិតជាប្រទេសទេពេលដែលយើងចៀនគឺឆាប់ឆ្អិនណាស់ហើយខ្ញុំបន្តធ្វើបែបហ្នឹងរហូតដល់អស់ត្រាវដែលខ្ញុំបានឈូសហើយនឹងទៅគឺរួចរាល់ហើយចំណែកភ្លើងហ្គាសវិញបងប្អូនបើកភ្លើងតិចបានហើយកុំបខំភ្លើងពេកយើងបខំភ្លើងពេកអាចនឹងសាច់ត្រាវហ្នឹងវាឆាប់ក្រហមតែក្រហមពេកយើងញ៉ាំក៏អត់សូវឆ្ងាញ់ដែរសារតែវារៀងល្វីងអញ្ចឹងយើងមើលតែសាច់ត្រាវហ្នឹងរឹងបងប្អូនអាចដកចេញបានគឺសាច់ត្រាវស្រួយល្អហើយខ្ញុំមកបន្តលីងជាមួយនឹងសណ្តែកដីហើយនឹងលើកក្រូចមុនខ្ញុំដាក់លីងសណ្តែកដីនេះខ្ញុំនេះសិនបងប្អូនយើងបំពងលើកក្រូចនឹងសិនបំពងតែមួយផ្លែតទៅខ្ញុំដួសចេញវិញហើយខ្ញុំយកសណ្តែកដីដែលខ្ញុំបានលាងទុកឲ្យវាស្រស់ទឹកបានល្អណាស់ខ្ញុំយកមកលីងដែរហើយប្រេងឆាបងប្អូនអាចចាក់ចេញខ្លះក៏បានអត់អីទេយើងដាក់ប្រេងឆាតែបន្តិចទៅហើយបន្តលីងនៅលើភ្លើងតិចបានហើយបងប្អូនបខំភ្លើងពេកអាចនឹងសណ្តែកដីរបស់យើងឃើញតែក្រហមខាងក្រៅប៉ុន្តែខាងក្នុងវាឆ្អិនបានល្អអញ្ចឹងណាយើងបើកភ្លើងតិចទៅលីងរហូតដល់តែសណ្តែកដីហ្នឹងវាស្រួយឈ្ងុយមកគឺឆ្អិនហើយចំណែកគ្រឿងនេះវិញគឺខ្ញុំដាក់ម្សៅរ៉ូឌីហ្នឹងប្រហែលជា7ល្បាយកាហ្វេស្ករសបន្តិចទៅហើយនឹងនេះបងប្អូនម្ទេសហុយដាក់ដើម្បីឲ្យបានរសជាតិវារៀងហឹរតិចដែរយើងកូរឲ្យសព្វគ្រឿងគ្នាបានល្អខ្ញុំយកសណ្តែកដីដែលខ្ញុំបានលីងឆ្អិនហ្នឹងមកដាក់ក្នុងគ្រឿងហ្នឹងមានដូចជាសណ្តែកដីលីងឆ្អិនហ្នឹងមានលឹកក្រូចហើយនឹងម្ទេសនេះបងប្អូនអាចប្រើម្ទេសក្រៀមវិញល្អជាងចំពោះខ្ញុំអត់មានម្ទេសក្រៀមទេបងប្អូនអញ្ចឹងទៅខ្ញុំយកម្ទេសស្រស់ហ្នឹងមកលាយដើម្បីឲ្យបានឃើញពណ៌វាចម្រុះស្អាតអញ្ចឹងយើងកូរឲ្យសព្វគ្រឿងនេះទៅបងប្អូនអាចភ្លក់បានមើលតែរសជាតិហ្នឹងយើងត្រូវចិត្តហើយឆ្ងាញ់ហើយចាំយើងយកសាច់ត្រាវឬក៏ទឹកសាច់ត្រាវដែលយើងបានបំពងឆ្អិនហ្នឹងយកមកលាយក្នុងសណ្តែកដីហ្នឹងដែរត្រាវនេះដូចខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងបងប្អូនបានធ្វើអាចឈូសវាជាប្រទេសស្ដើងវិញយើងឈូសដូចស្វាយអញ្ចឹងបងប្អូនយើងឈូសវាជាប្រទេសស្ដើងអញ្ចឹងមកហើយដាក់ចៀនទៅពេលដែលឆ្អិនយើងងាយស្រួលញ៉ាំមកវាអត់មានទើសមាត់ទើសអីទេត្រាវឈូសជាមួយនឹងសណ្តែកដីលីងគឺឆ្អិនហើយរួចរាល់ហើយបងប្អូនអើយគាត់ថាញ៉ាំទៅជក់មាត់មែនតើបែបរៀងឈ្ងុយហឹរតិចរសជាតិរបស់វារៀងប្រៃផ្អែមតិចដែរបងប្អូន